ខ្ញុំបាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីទៅកាន់ពលសានសិស្សទាំងអស់គ្នាគ្រូឈ្មោះអ៊ុំតូណាបងរៀនមុខវិជ្ជាព័ត៌មានវិទ្យាមកពីវិទ្យាល័យព្រះស៊ីសុវត្ថិនៅក្នុងកម្មវិធីសាលារៀនចំនួនថ្មីបាទអញ្ចឹងនៅក្នុងវគ្គនេះយើងនឹងសិក្សាចូលទៅមេរៀនថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងការរចនាជាមួយនឹង logo អញ្ចឹងពីវគ្គមុនបងប្អូនបានសិក្សារួចហើយអំពីការរចនាជាមួយនឹងបណ្ដាញ social media របស់យើងមានដូចជាការ design ទៅលើ thumbnail YouTube មាន banner មានដូចជា YouTube cover ជាដើមផ្នែកនីមួយៗនោះគឺមានអត្តសញ្ញាណរៀងៗខ្លួនប៉ុន្តែយើងនឹងមកសិក្សាពីផ្នែកថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងការរចនាអំពី logo របស់យើងវិញម្ដងអញ្ចឹងចង់ដឹងថាតើនៅក្នុង logo របស់យើងនោះយើងនឹងកំណត់អំពីអត្តសញ្ញាណអ្វីខ្លះអញ្ចឹងយើងនឹងចូលទៅមេរៀនទី6នៅមេរៀនថ្មីនេះបងប្អូននឹងបានស្វែងយល់អំពីការកំណត់អត្តសញ្ញាណនីមួយៗនិងផ្នែកសំខាន់ៗជាច្រើនទៀតអញ្ចឹងនៅមេរៀនទី6នេះយើងនឹងចូលទៅការរចនាជាមួយនឹង logo មានដូចជាផ្ទាំងរូបភាពហើយនិងខិត្តប័ណ្ណផងដែរបាទអញ្ចឹងនៅក្នុងចំណុចទី1នេះគឺយើងនឹងសិក្សាអំពីអត្តសញ្ញាណនៅក្នុង logo ហើយក៏យើងបានសិក្សាជាមួយនឹងការប្រើប្រាស់ក្នុងការរចនានៅក្នុងកម្មវិធី Canva របស់យើងផងដែរបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានសិក្សានៅវគ្គនេះចប់បងប្អូននឹងទទួលបានបាទបងប្អូននឹងបញ្យល់បានពីអត្ថន័យនៅក្នុងតួនាទីសម្រាប់ការប្រើប្រាស់ logo តើ logo នោះគឺជាអ្វីមួយទៀតបងប្អូនអាចកំណត់ពីអត្តសញ្ញាណនីមួយៗឬក៏ brand identity អំពីអាជីវកម្មឬក៏ channel នីមួយៗឬក៏ brand ផ្ទាល់ខ្លួនរបស់យើងឧទាហរណ៍ដោយលោកគ្រូបានឧទាហរណ៍ជូនបងប្អូនកាលវគ្គមុនដូចគ្នាចំពោះអត្តសញ្ញាណនេះគឺជាចំណុចសំខាន់បំផុតអំពីការបញ្ជាក់ពីផ្នែកទូទៅឬក៏ផ្នែកសំខាន់នៅក្នុងបណ្ដាញ social media ការបង្កើតនៅក្នុងមាតិកានីមួយៗគឺត្រូវតែមានអំពី logo អំពីព័ត៌មានពិតជាក់ស្ដែងនិងអំពីទីតាំងរបស់គាត់ហើយក៏ផ្សារភ្ជាប់ជាមួយនឹង element ផ្សេងៗទៀតផងដែរប៉ុន្តែចំណុចសំខាន់បំផុតនោះគឺការកំណត់អំពីអត្តសញ្ញាណអញ្ចឹងពេលនេះបងប្អូនអាចយល់អំពី brand identity ឬក៏អត្តសញ្ញាណនីមួយៗនៅលើអាជីវកម្មផ្សេងៗឧទាហរណ៍បងប្អូនអាចមើលឃើញនៅក្នុងការប្រើប្រាស់ logo ឬក៏ icon ផ្សេងៗ logo គឺជាផ្នែកមួយដែលបញ្ជាក់ពីអត្តសញ្ញាណផ្សេងឧទាហរណ៍ទៅ app ក្នុងទូរស័ព្ទរបស់យើងនឹងមាន logo បញ្ជាក់មួយថាជា logo របស់ Facebook ជា YouTube ឬក៏បណ្ដាញសង្គមផ្សេងទៀតនេះគឺជាអត្តសញ្ញាណដែលគេបានបង្ហាញទូទៅពិតជាក់ស្ដែងហើយយើងទៅប្រើប្រាស់ទៅគឺមានទៅតាមអ្វីដែលគេបានបង្ហាញយើងនឹងបានស្វែងយល់អំពីថាតើអាជីវកម្មរបស់គាត់មួយនោះគឺបានបង្ហាញអំពីអ្វីមួយទៀតឧបករណ៍នៅក្នុង Canva បាទឧបករណ៍នៅក្នុង Canva នេះគឺសម្រាប់ការរចនាបងប្អូនអាចស្វែងយល់ឲ្យត្រឹមត្រូវថាតើការរចនា logo ការរចនាផ្នែកនីមួយៗនៅក្នុងកម្មវិធី Canva នោះមានភាពខុសប្លែកគ្នាយ៉ាងដូចម្ដេចតើទំហំដូចគ្នាឬទេតើផ្នែក design នីមួយៗហ្នឹងសមស្របឬបង្ហាញអំពីព័ត៌មានពិតជាក់ស្ដែងឬក៏ព័ត៌មានដែលសមស្របទៅតាមផលិតផលនីមួយៗឬក៏ផ្នែកសំខាន់ផ្សេងមួយទៀតគឺការជ្រើសរើសពណ៌ជាមួយនឹងអក្សរផ្សេងបាទអញ្ចឹងយើងប្រើប្រាស់ជាមួយពណ៌ជាមួយអក្សរបូកផ្សំជាមួយនឹងនិមិត្តសញ្ញាផ្សេងទៀតសមស្របជាមួយនឹងការបង្កើតជាមួយ logo ឬក៏ brand របស់យើងបន្តទៀតបងអាចបង្កើត logo ជាទម្រង់ទូទៅពិតជាក់ស្ដែងដោយខ្លួនឯងនិងទៅតាមប្រធានបទនីមួយៗឬក៏ logo បញ្ជាក់អំពីអត្តសញ្ញាណនីមួយៗដែលបងអូននឹងបង្កើតនៅពេលដែលបងអូនបានចប់នៅវគ្គពេលសិក្សានៅពេលវគ្គនេះចប់បើអញ្ចឹងលោកគ្រូមានជាមួយនឹងពាក្យកន្លឹះមួយចំនួនដែលបងប្អូនអាចស្វែងយល់ហើយនឹងសារភ្ជាប់ជាមួយនឹងមេរៀនរបស់យើងទី1គឺ logo បាទ logo នេះជាពាក្យសាមញ្ញទូទៅគឺចង់និយាយអំពីរូបតំណាងអំពីអង្គភាពអំពីអាជីវកម្មផ្សេងៗឬក៏រូបតំណាងពីអត្តសញ្ញាណផ្ទាល់ខ្លួនរបស់យើងឧទាហរណ៍ថាបើសិនជាបងប្អូនបង្កើតជាមួយនឹង logo ឬក៏ពាក្យតំណាងផ្ទាល់ខ្លួនអញ្ចឹងលោកគ្រូអាចឧទាហរណ៍ទៅកាន់បងប្អូនមានថានៅពេលដែលបងប្អូនមាន logo ដូចជាមានអត្តសញ្ញាណផ្ទាល់ខ្លួនឧទាហរណ៍ថាយើងមានnickname របស់យើងឬក៏ឈ្មោះទី2របស់យើងនៅផ្ទះយើងអាចអ្នកផ្ទះយើងឬក៏អាចអ្នកផ្សេងទៀតគាត់ហៅជា nickname របស់យើងឬក៏នៅក្នុងថ្នាក់រៀនរបស់បងប្អូនក៏មាន nickname របស់យើងចឹងផ្សេងដែរណាបាទឧទាហរណ៍បើសិនជាយើងនិយាយឲ្យច្បាស់ទៅគេហៅថាក្រុមបង្ងាររបស់យើងក្រុមបង្ងារផ្សេងទៀតឧទាហរណ៍ថានៅក្នុងថ្នាក់រៀនរបស់យើងហ្នឹងភាពលេចធ្លោរបស់យើងខាងជំនាញខាងអីបាទយើងខាងដោះស្រាយខាងលំហាត់អញ្ចឹងមានងារផ្សេងទៀតសុំទោសមិនមែនក្រុមងារទេណាគឺមានងារផ្សេងមួយទៀតដែលគ្នាយើងគាត់បានឧទ្ទិសនាមជូនយើងថាមានឈ្មោះទី2របស់យើងដូចគ្នាអញ្ចឹងនេះដូចគ្នាដែរគឺ logo គឺសំដៅទៅលើប្រភេទជារូបតំណាងផ្សេងអំពីអត្តសញ្ញាណសំខាន់អញ្ចឹងបងប្អូនប្រកាសឆ្លប់ឃើញហើយ logo របស់សាលារៀនរបស់យើង logo ថ្នាក់រៀន logo បែបក្រុមហ៊ុនផ្សេងឬក៏ធនាគារជាដើមគឺមាន logo សំខាន់សម្គាល់ផ្សេងដូចគ្នាមួយទៀតគឺ brand identity គឺជា brand mark ដែលក្នុងនោះគឺមានចូលរួមផ្សំជាមួយនឹងអក្សរផ្សំជាមួយនឹងពណ៌និងរចនាបថផ្សេងដែលជាផ្នែកមួយសំខាន់នៅក្នុងការ design ឬក៏បង្ហាញអំពីអត្តសញ្ញាណឬក៏ពណ៌ដែលយើងឃើញទូទៅធម្មតាឧទាហរណ៍
nó không app muối u thao ta Facebook ឬក៏ YouTube អញ្ចឹង Facebook គឺមានពណ៌ពីរដែលយើងសំដៅសំខាន់នោះគឺមានពណ៌សហើយនិងពណ៌ខៀវចាស់អញ្ចឹងเนาะបាទនោះគឺជាអត្តសញ្ញាណដែលគេកំណត់ទៅលើ Facebook ហើយមានតែអក្សរ F មួយទេ F friend របស់យើងនោះគឺមានតែមួយទេដែលអាចបញ្ជាក់ថាវាជា logo របស់ Facebook នេះគឺជាអត្តសញ្ញាណមួយផងដែរអញ្ចឹង icon និមិត្តសញ្ញាផ្សេងៗនេះគឺបងប្អូនបានដឹងទាំងអស់គ្នាបាទគឺជារូបតំណាងផ្សេងមួយទៀតគឺជារចនាបថសាមញ្ញគឺ minimalist design បាទមួយទៀតគឺ color philosophy គឺជាអត្ថន័យនៅក្នុងពណ៌នីមួយៗដែលយើងចង់បញ្ជាក់អំពីអត្តសញ្ញាណនីមួយៗរបស់យើងផងដែរគឺនេះគឺបង្ហាញអំពីទៅលើពណ៌របស់យើងចំពោះ vector គឺជាផ្នែកមួយដែលសំខាន់ដែលយើងចូលទៅក្នុងកន្លែងការ design របស់យើងអាចពង្រីកពង្រួមទំហំរបស់យើងเนาะបាទអញ្ចឹង logo របស់យើងមានទំហំផ្សេងមិនមែនមានទំហំតែមួយទេអញ្ចឹង logo របស់យើងមានទំហំតូចធំឬក៏មានទំហំបែបមូលរាងមូលឬក៏រាងការ៉េឬក៏រាងទ្រវែងផ្សេងនេះគឺជាបែប logo ដូចគ្នាមិនចំពោះថា logo ត្រូវតែមានរាងមូលទេណាបាទអញ្ចឹងបងប្អូនត្រូវតែស្វែងយល់និងចងចាំបងប្អូនគ្នាមិនចំពោះថា logo ខ្លះគឺថាតើបែបណាទៅអាចសម្គាល់ថាវាជា logo អញ្ចឹងមិនមែនប្រកាសថា logo ត្រូវតែមានរាងមូលត្រូវតែមានស្ដែកខាត់ត្រូវតែមានរាងមូលទេគឺត្រូវតែប្រភេទ design នីមួយៗអញ្ចឹងបងប្អូនអាចមើលឃើញ logo ជាទូទៅយើងអាចជាទូតាមទីផ្សារទូទៅធម្មតាបងប្អូនអាចមើលឃើញពី logo នីមួយៗមានដូចជាពណ៌សំដៅគឺមូលមានជ្រុងមានរាងទ្រវែងមានរាងចតុកោណឬក៏មានរាងការ៉េហ្នឹងទាំងអស់នោះគឺជា logo ដូចគ្នាមកចំពោះថាហើយក៏មិនសំដៅថា logo ត្រូវតែរាងមូលទេមួយទៀត alignment បាទគឺជាការតម្រៀបឲ្យស្មើគ្នាមួយទៀត contrast គឺមានភាពពណ៌ផ្ទុយគ្នាដែលបងប្អូនបានមើលឃើញគឺទាំងអស់នេះគឺជាផ្នែកសំខាន់ដែលបងប្អូនអាចស្វែងយល់ហើយនឹងអាចមើលឃើញទាំងអស់គ្នាគឺ contrast គឺជួយជំរុញជាមួយនឹងផ្ទៃ background និង foreground ដើម្បីឲ្យវាផុសមកងាយស្រួលនឹងចាប់យកនូវភាព focus មុនគេដូចគ្នាហើយមួយទៀតគឺការ design បែបសាមញ្ញទូទៅធម្មតាដែលបងប្អូនអាចមើលឃើញទាំងអស់គ្នាការបែប design បែបសាមញ្ញងាយយល់គឺបែបណាដែរគឺមានថាការ design មិនចាំបាច់ថាមានផ្នែកច្រើនទេមានតែសំខាន់ពុតគឺឲ្យតែអត្តសញ្ញាណនោះចង់បង្ហាញអំពីអីទៅគឺយើងនឹងយល់ថាបែបសាមញ្ញប៉ុន្តែងាយចាំហើយអត់ងាយភ្លេចទេអញ្ចឹងយើងមានជាមួយនឹងសំណួររំលឹកមេរៀនដល់កាន់បងប្អូនមានចំនួន3សំណួរអញ្ចឹងបងប្អូនសាឡបងឆ្លើយទាំងអស់គ្នាណោះបាទអញ្ចឹងលោកគ្រូចង់សួរថាតើហេតុអ្វីបានជា safe zone បាទយើងត្រូវការប្រើប្រាស់ជាមួយ safe zone របស់យើងជាមួយនឹងការ design ទៅលើអីគឺទៅលើ Facebook cover របស់យើងហ៎បាទអញ្ចឹងបងប្អូនមាននៅចាំទេកាលពីសប្តាហ៍មុនយើងបានសិក្សាអំពីការ design លើ Facebook cover ហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងការរៀបចំ banner study channel តើបងប្អូន design វាយ៉ាងដូចម្តេចដែរណាបាទមួយទៀតសំណួរទី3តើ banner មួយគួរជ្រើសរើសបាទតើយើងគួរជ្រើសរើស banner មួយណាយកមកប្រើប្រាស់សម្រាប់ប្រធានបទរបស់យើងនីមួយអញ្ចឹង banner នីមួយគឺមិនមែនចេះតែ design ឬក៏ចេះតែរើសមកប្រើទេគឺមានគោលបំណងនិងខ្លឹមសារច្បាស់លាស់ទើបអាចយកប្រើបានអញ្ចឹងសំណួរទាំងនេះបងប្អូនអាចសាកល្បងឆ្លើយនៅក្នុង platform ទូរទស្សន៍សិក្សារបស់យើងឬក៏អាចឆ្លើយនៅក្នុងថ្នាក់រៀនរបស់បងប្អូនហើយលោកគ្រូនឹងចាំសម្របសម្រួលនៅ platform ទូរទស្សន៍សិក្សាហើយលោកគ្រូអ្នកគ្រូនៅតាមទីតាំងនីមួយៗនឹងជួយសម្របសម្រួលកែសម្រួលបងប្អូនបានដូចគ្នាណោះបាទអញ្ចឹងខ្ញុំមើលចម្លើយទាំងអស់គ្នាហើយអ្វីបានជាយើងត្រូវការប្រើប្រាស់ safe zone ឬក៏ safe area តំបន់ដែលត្រូវការការពារហើយនិងតំបន់ដែលត្រូវការប្រុងប្រយ័ត្នបាទអញ្ចឹងដើម្បីការពារអត្ថបទរបស់យើងឬក៏ផ្នែកសំខាន់ដូចជា logo មានដូចជា brand ផ្សេងបាទមានដូចជាលេខទូរស័ព្ទឬក៏សំទោសគឺមានដូចជាព័ត៌មានសំខាន់មានជាអត្ថបទឬក៏ទីតាំងសំខាន់របស់យើងត្រូវការ design នៅក្នុង safe zone ដើម្បីធ្វើការ protect ឬក៏ការពារដើម្បីកុំឲ្យវាបាត់បង់នៅពេលដែលយើងប្រើប្រាស់ជាមួយនឹងការ design ទៅលើសំដៅគឺការ view ទៅលើទូរស័ព្ទឬក៏ tablet ឬក៏ computer ជាដើមប្រសិនបើបងប្អូនប្រើប្រាស់ជាមួយនឹង computer វាអត់បញ្ហាអីទេយើងអាច design ហើយយើងអាច view ទៅបានធម្មតាណោះបាទប៉ុន្តែបើសិនជាdevice ឬក៏ឧបករណ៍ដែលបងប្អូនកំពុងតែប្រើប្រាស់លើទូរស័ព្ទដៃអញ្ចឹង safe zone គឺជាចំណុចដែលសំខាន់ជាងគេយើងត្រូវតែកំណត់ទីតាំងនីមួយៗឲ្យបានច្បាស់លាស់ដើម្បីឲ្យដឹងថាតើការ design របស់យើងនោះមានបាត់បង់ដែរឬទេបើសិនជាមានការផ្លាស់ប្ដូរ device ឬក៏ការ view របស់យើងដូចគ្នាហើយមួយទៀតគឺត្រូវធានាបានថាព័ត៌មានដែលយើងបានដាក់នៅក្នុង banner របស់យើងឬក៏ cover របស់យើងនោះត្រូវតែមានភាពត្រឹមត្រូវមិនបាត់បង់ជាមួយព័ត៌មានហើយបង្ហាញទៅគឺពេញអេក្រង់តែម្ដងហើយមួយទៀតធ្វើឲ្យការ design របស់យើងមានរបៀបរៀបរយអាចបញ្ជូនព័ត៌មានទៅកាន់អ្នកទស្សនាបានដោយមិនបាត់បង់ជាមួយនឹងផ្នែកណាទេមួយទៀតគឺតើហេតុអីការរៀបចំជាមួយនឹង study channel របស់យើងបាទតើយើងរៀបចំដោយរបៀបណាអញ្ចឹងវាមានជំហានរបស់វានីមួយៗណាហើយការ design នេះគឺមិនចំពោះតែ channel ទេគឺមានផ្នែកផ្សេងៗដូចគ្នាដែរអញ្ចឹងដើម្បីបងប្អូនអាចរៀបចំបានទី1គឺយើងត្រូវតែដឹងច្បាស់ថាប្រធានបទរបស់យើងត្រង់ធ្វើពីអីគេเนาะបាទបន្តមកទៀតបងប្អូនត្រូវតែរើសទំហំឲ្យបានច្បាស់លាស់
គឺទំហំដូចយើងបានឃើញនេះគឺទំហំ banner ដែលគេបានប្រាប់យើងគឺ2560គុណជាមួយនឹង1440 pixel เนาะគឺជាຂະຫນាតដែលយើងមើលនៅលើកម្រិត pixel របស់យើងនៅក្នុងនោះគឺបងប្អូនទៅតែរៀបចំជាមួយនឹងឈ្មោះ channel របស់យើងជា focal point ដែលជាចំណុចផ្ដោតមុនគេឲ្យអ្នកដែលគាត់មើលគាត់ទស្សនានោះបានស្វែងយល់ហើយនឹងដឹងថាយើងចង់បង្កើតឬក៏ព័ត៌មានរបស់យើងចង់បង្ហាញឲ្យកាន់គាត់ដូចគ្នាមួយទៀតបន្ថែមជាមួយនឹង tagline មានដូចជាការប្រកាសជាមួយ logo មាន icon មានអីមួយចំនួនទៀតដើម្បីបញ្ជាក់ថាវាពិតជា channel ពិតប្រាកដមិនមានការក្លែងបន្លំឬក៏មិនមានការបោកបញ្ឆោតដើម្បីយើងចូលទៅមើលទេហើយការសំខាន់បំផុតនោះគឺយើងរក្សាជាមួយនឹងការរៀបចំជាមួយនឹង layout ឲ្យបានច្បាស់លាស់ហើយព័ត៌មានទាំងអស់គឺត្រូវតែរៀបចំឲ្យបានច្បាស់ហើយមួយទៀតគឺសំខាន់បំផុតគឺមិនឲ្យច្រើនងាយតែធ្វើឲ្យគាត់យល់ច្រឡំទេអញ្ចឹងសំខាន់បំផុតនោះគឺនៅក្នុងការប្រើប្រាស់ជាមួយ save zone ដូចគ្នាជាការ view នៅលើ device មួយគឺយើងដឹងស្រាប់ហើយជាទូទៅពេលបច្ចុប្បន្ននេះគឺយើងភាគច្រើនគឺយើងប្រើទៅលើអីគឺទូរស័ព្ទដៃអញ្ចឹងការ design គិតទៅលើ save zone ឬក៏ save area នេះគឺជាផ្នែកសំខាន់បំផុតដែលបងប្អូនគួរតែយកចិត្តទុកដាក់เนาะបាទអញ្ចឹងមួយទៀតតើ banner មួយណាគួរជ្រើសយើងមកប្រើប្រាស់អញ្ចឹងសំណួរនេះគឺតើតែយើងសួរខ្លួនឯងដែរថា banner បែបណាយើងគួរយកមកប្រើប្រាស់ដូចគ្នាអញ្ចឹងបើសិនជាក្នុងទស្សនៈរបស់យើង banner ដែលយើងយកមកប្រើប្រាស់ទូទៅមានដូចជា banner ដែលផ្សារភ្ជាប់ជាមួយប្រធានបទរបស់យើងមិនអញ្ចឹងเนาะបាទបងប្អូនចង់ធ្វើពីប្រធានបទបែបណាឬក៏ប្រធានបទយ៉ាងម៉េចដែរទោះតែយើងរើសដល់ខ្លួនឯងថាប្រធានបទហ្នឹងគឺយើងចង់ធ្វើអំពីអីបាទយើងចង់ធ្វើអំពីការបង្ហាញពីមេតិការរបស់យើងអំពីការដោះស្រាយគណិតវិទ្យារូបវិទ្យាឬក៏គីមីឬក៏ការ design ផ្សេងឬក៏មូលដ្ឋានគ្រឹះ computer ឬក៏បងប្អូនចង់ធ្វើអំពី computer admin បែបការបង្ហាញអំពីវីដេអូខ្លីៗនៅក្នុងការប្រើប្រាស់ Google Doc ឬក៏ Google Sheet ផ្សេងទាំងអស់នោះគឺជាផ្នែកសំខាន់ដែលជាគំនិតគោលនៅក្នុងមេតិការរបស់យើងប៉ុន្តែនៅក្នុងនោះបងប្អូនត្រូវតែចាំថានៅក្នុងមេតិការរបស់យើងគឺត្រូវតែមានចំណុចសំខាន់មួយគឺយើងត្រូវតែផ្ដល់សារឲ្យគាត់ច្បាស់លាស់ទី2មាន focal point ចំណុចដែលប្រតិកលាជាមួយប្រធានបទរបស់យើងមួយទៀតគឺកុំឲ្យការ design banner របស់យើងមានភាពច្បោកច្បល់ច្រើនពេកហើយធ្វើឲ្យគាត់ងាយយល់ថាគាត់យើងនេះកំពុងតែចង់ធ្វើអីដែលបង្ហាញទៅកាន់អ្នកទស្សនារបស់យើងដូចគ្នាเนาะបាទអញ្ចឹងពេលនេះយើងចូលមកខ្លឹមសារមេរៀនរបស់យើងបាទអញ្ចឹងបងប្អូនសាកមើលមកថា logo ទាំងអស់នេះទាំងពីរនេះទាំងពីរផ្នែកនេះតើបងប្អូនគិតថា logo មួយណាដែលបងប្អូនបានឃើញហើយបានងាយស្គាល់ជាងគេហើយ logo ហ្នឹងដែលបងប្អូនគិតថាអត់ដែលឃើញសោះអញ្ចឹងដូចគ្នាអញ្ចឹង logo នីមួយៗគឺមានអត្តសញ្ញាណរបស់គាត់រៀងៗខ្លួនឧទាហរណ៍ logo មានផ្លែប៉មួយរៀងបាទយើងសូមប្រើពាក្យថាដាច់មួយចំណិតឬក៏ឆែបបន្តិចទៅមែនទេបាទយើងប្រកាសជាដឹងហើយថា logo មួយនោះគឺជា logo ដែលប្រើប្រាស់នៅលើអីគេដែរបាទជាលើក្រុមហ៊ុនដែលប្រើប្រាស់ទៅលើជាក្រុមហ៊ុនមេឬក៏ក្រុមហ៊ុនដែលផលិតជាមួយនឹងសម្ភារៈយើងប្រើប្រាស់រាល់ថ្ងៃដូចជាក្រុមហ៊ុន Apple เนาะបាទមួយទៀត logo របស់ YouTube បាទ Facebook បាទនេះបើសិនជា logo នេះបើសិនជាអត់ប្រាប់ថាវាជាប្រភពមកពីណាក៏យើងដឹងដែរព្រោះសារយើងជួបវាជាប្រចាំថ្ងៃមិនចឹងយើងគ្រាន់តែបើកទូរស័ព្ទបើកមុនគេប្រកាសជាបើមិន YouTube ឬក៏Facebook បើមិន Facebook ក៏ Telegram ដែរមិនចឹងเนาะបាទអញ្ចឹងគឺជាបណ្ដាញទំនាក់ទំនងសង្គមយើងរាល់ថ្ងៃប៉ុន្តែនៅក្នុងនេះគឺមាន logo បងប្អូនអាចមើលរូបភាពទី2នេះតើ logo ទី1បងប្អូនធ្លាប់ឃើញដែរទេបាទ logo ទី1គឺមានទាបាទចេះអង្គុយបាទចេះអង្គុយនេះ logo បែបណាដែរបើសិនជាលោកគ្រូអត់ប្រាប់ថាវាជា logo របស់ខាងណាក៏យើងអត់ដឹងដែរព្រោះសារនេះ logo នេះគឺវាសាមញ្ញប៉ុន្តែយើងអត់ដឹងថាមកពីណាទេដោយសារយើងអត់ដែលឃើញហើយណាមួយ logo នេះគឺជា logo បែបទូទៅធម្មតាប៉ុន្តែបើសិនជាសាច់រឿងនៅខាងក្នុង logo នេះគឺមិនធម្មតាទេដូចគ្នាណាបាទហើយមួយដូចគ្នាបាទ logo វិញក៏ដូចគ្នាដែរយើងមើលទៅយើងមើលមួយផ្លេតទៅយើងគិតថាវាជាបូបាទបើមិនជាបងប្អូនខាងនារីគិតថាប្រហែលជាលោកគ្រូប្រហែលជា logo ជាបូលក់បូចងសក់អញ្ចឹងណាបាទហើយបើមិនជាបងប្អូនផ្សេងៗទៀតគាត់ធ្លាប់មើល cartoon ឬក៏តុក្កតាគាត់ថាលោកគ្រូ logo នេះប្រកាសជា logo រូបឆ្អឹងសម្រាប់ឆ្កែរបស់យើងគាត់គៀមលេងអញ្ចឹងទៅជាក្រុមហ៊ុនលក់របស់សម្រាប់ support ទៅលើសត្វចិញ្ចឹមរបស់យើងបាទប៉ុន្តែមិនដូចគ្នាទេណាបាទអញ្ចឹងលោកគ្រូចង់ឲ្យបងប្អូនវិភាគមើលរូបភាពទាំងពីរនេះគឺចង់បញ្ជាក់ថារូបភាពមួយចំនួន logo ដែលយើងមើលឃើញមួយចំនួនគឺមានអត្ថន័យរបស់វាច្បាស់លាស់ឧទាហរណ៍ថា logo របស់ YouTube មានសញ្ញា playback តោះណាបាទមានសញ្ញា playback មួយដែលបញ្ជាក់ថាជា website ដែលបង្ហាញអំពីវីដេអូ stream ដែលយើងចូលទៅមើលវីដេអូមិនចឹងណោះបាទនៅក្នុង Facebook គឺជាកន្លែងដែលយើងចូលទៅមើលរូបភាពរូបថតវីដេអូផ្សេងទៀតទាំងអស់នេះគឺជាអត្តសញ្ញាណនីមួយ Apple ដូចគ្នាបើយើងនិយាយចំទៅគឺជាប្រភេទផ្លែឈើเนาะអង់គ្លេសគេហៅថា fruit តែ
នៅក្នុងនោះគឺវាមានអត្ថន័យរបស់វាដែលអ្នកដែលគាត់ជាស្ថាបនិកបើជាគាត់អ្នកបង្កើតគាត់ដឹងថា Apple ហ្នឹងអីគេបាទ Apple នោះគឺជាផ្លែប៉ោមអញ្ចឹងណោះតែប៉ុន្តែរសជាតិរបស់ផ្លែប៉ោមមិនសូវជាចូលចិត្តទេតែក៏អត់បានតោះណាបាទនេះគឺជាអត្ថន័យដែលគេចង់បញ្ជាក់យើងដូចគ្នាផ្លែប៉ោមមិនសូវជាយើងចូលចិត្តទេប៉ុន្តែទីផ្សារយើងមើលឃើញច្រើនវាអត់ឆ្ងាញ់ទេប៉ុន្តែបើសិនជាយើងអត់ផ្លែប៉ោមគឺអត់បាននៅក្នុងផ្លែឈើទាំងអស់បើសិនជាបាត់បង់ជាមួយនឹងផ្លែប៉ោមមួយមើលទៅក្នុងកន្ត្រកផ្លែឈើរបស់យើងដូចជាបាត់បង់ជាមួយនឹងអ្វីមួយយ៉ាងដូចជាព្រៃមួយបាត់ឈើម្ដងទឹកសមុទ្របាត់ទឹកមួយធុងអញ្ចឹងដូចគ្នាណានេះជាអត្ថន័យហើយមួយទៀតlogo នេះគឺដូចគ្នាបាទ logo នេះគឺជា logo សាមញ្ញទូទៅទេប៉ុន្តែយើងបើសិនជាបងប្អូនបាន research ឬក៏បានទៅ design ធ្លាប់ឃើញប្រកាសជាបងយល់ហើយនេះគឺជា logo មួយដែលបញ្ជាក់អំពីតសញ្ញាណទៅលើបណ្ដាញប្រព័ន្ធoperating system របស់យើងឬក៏គេហៅថា Windows ប៉ុន្តែ Windows នេះមិនមែន Windows Microsoft ទេនេះគឺជា operating system បែប Linux ដែលគេប្រើ command line ណោះបាទហើយមួយនេះគឺមិនមែន logo សម្រាប់លក់បូហើយក៏មិនមែន logo សម្រាប់លក់សម្ភារៈសម្រាប់ support ទៅលើសัญជិមដែរគឺជា logo សម្រាប់ support server ដែលយើងត្រូវការប្រើប្រាស់ជាមួយនឹង website offline តោះណាបាទនេះគឺជា Linux មួយនេះគឺជា SAM នេះគឺជាអត្ថន័យនីមួយៗអញ្ចឹងវាគាត់ថា logo នីមួយៗដែលបងប្អូនអត់ដែលឃើញប្រកាសជាយើងអត់បានចាប់អារម្មណ៍ទេអ្វីដែលយើងបានឃើញទូទៅធម្មតាវាសិតតែមានអត្ថន័យផ្សេងៗតោះណាបាទនេះគឺជាអត្ថន័យរបស់យើងបាទអញ្ចឹងលោកគ្រូសូមសំណួរកលឹះរបស់យើងនៅក្នុងដើម្បីក្តោបទៅលើអត្ថន័យខ្លឹមសារមេរៀនយើងពេលនេះគឺមានសួរថាហេតុអ្វីបានជា logo ខ្លះងាយឲ្យយើងចងចាំហើយ logo មួយចំនួនទៀតហេតុអីបានយើងអត់ងាយចងចាំបាទនេះគឺដូចគ្នាអញ្ចឹងបងប្អូនអាចសួរសំណួរនេះមួយយើងអាចដឹងពីអត្ថន័យខ្លឹមសារមេរៀនរបស់យើងបាត់ហើយថាហេតុអី logo ខ្លះយើងមើលទៅយើងចងចាំហើយមួយចំនួនទេដូច logo ដែលគ្រូបង្ហាញមុនហ្នឹងអញ្ចឹងមាន logo 2នោះដែលគ្រូបើសិនជាលោកគ្រូអត់ប្រាប់ថាជា logo អ្វីគឺយើងអត់ដឹងទេមិនអញ្ចឹងនោះប៉ុន្តែ logo ដែលយើងឃើញទូទៅរាល់ថ្ងៃយើងដឹងហើយ logo នីមួយៗមានបង្កប់អំពីអត្ថន័យផ្សេងនៅក្នុងផ្នែកដែលគេ design មកចង់បញ្ជាក់យើងថា logo នោះមានដំណងប្រុងធ្វើអ្វីបើអញ្ចឹងនៅក្នុងនេះគឺអត្ថន័យក្នុង logo របស់យើងបាទអញ្ចឹងបងប្អូនដឹងទាំងអស់គ្នាហើយក៏បានបង្ហាញអំពីពាក្យគន្លឹះរបស់យើងផងដែរ logo របស់យើងនៅក្នុងកម្មវិធី Canva របស់យើងគឺជាផ្នែកមួយឬក៏ជា tool មួយឬក៏ជាផ្នែកដែលផ្សំឡើងអំពី element ផ្សេងៗដើម្បីបង្កើតជាអត្តសញ្ញាណបានច្បាស់លាស់បង្កើតជានិមិត្តសញ្ញាផ្សេងៗដើម្បីឲ្យយើងងាយចងចាំងាយប្រើប្រាស់ហើយងាយដឹងថាតើអត្តសញ្ញាណឬក៏ logo នីមួយៗដែលបង្ហាញនោះគេចង់បង្ហាញអំពីអីហើយបងប្អូនងាយយល់ហើយងាយដឹងថា logo នោះគឺជា logo អីដែលយើងចូលទៅហើយទទួលបានអ្វីអំពីបានអ្វីឬក៏ព័ត៌មានអ្វីដែលយើងដឹងអំពី logo ដូចគ្នាដែរនិយាយវាជាអត្តសញ្ញាណដូចគ្នាអញ្ចឹងតួនាទីនៅក្នុងតួនាទីសំខាន់នៅក្នុង logo នីមួយៗបាទអញ្ចឹងបងប្អូនដឹងទាំងអស់គ្នាបាទអញ្ចឹងនៅក្នុង logo នីមួយៗឬក៏ហៅថាដែលយើងទូទៅបានធម្មតាយើងចូលទៅក្នុង website មួយបើសិនជាយើងទៅ download រូបភាពបងប្អូនប្រកាសជាឆ្ងល់តែហេតុអីបានយើង download រូបភាពខ្លះមានដូចជាអក្សរមានដូចជាតិចមួយជួរដែលកាត់លើរូបភាពរបស់យើងផ្សេងនេះពេលយើង download ហេតុអីបានជាជាប់បែបហ្នឹងតែនោះក៏ជា logo មួយដែរដែលបង្ហាញអំពីជាកម្មសិទ្ធិបញ្ញារបស់គេដែលគេដាក់នៅលើរូបភាពរបស់យើងហើយ logo ទាំងអស់នេះក៏ដូចគ្នាដែរវាជាអត្តសញ្ញាណឬក៏ជាផ្នែកនីមួយៗអញ្ចឹងលោកគ្រូក៏ចង់សង្កត់ធ្ងន់ទៅមួយទៀតដែរអំពីការដែលយើងធ្វើឧទាហរណ៍ថាបងប្អូនលោកគ្រូជឿជាក់ថាបងប្អូនប្រកាសជាប្រើប្រាស់ជាមួយនឹង CapCut មិនចឹងបាទយើងលោកគ្រូជឿថាប្រកាសជាមានអ្នកធ្លាប់ប្រើហើយនៅក្នុងកម្មវិធី Canva របស់យើងប្រសិនបើបងប្អូនអត់បានចូល join ជាមួយនឹង class របស់លោកគ្រូទេប្រកាសជាមានបញ្ហាមួយគឺយើងអាចប្រើប្រាស់ជាមួយនឹង tool សំខាន់បានទេហើយពេលដែលយើងប្រើបានក៏មានជាប់ជាមួយនឹង logo Canva ដែរមិនចឹងមានផ្នែកខ្លះគឺនៅជាប់ហើយរូបភាពផ្សេងៗទៀតដូចជា platform ផ្សេងៗដូចជាកម្មវិធី CapCut ជាដើមឧទាហរណ៍ដូចជា TikTok ជាដើមពេលដែលបងប្អូនupload រូបភាពចូលទៅក្នុងបណ្ដាញសង្គម TikTok របស់យើងពេលដែលយើង design ជាវីដេអូហើយពេលដែលបងប្អូន download មកប្រកាសជាមាន logo TikTok មួយរត់ឆ្វេងម្ដងកណ្ដាលម្ដងលើម្ដងឆ្វេងម្ដងស្ដាំហ្នឹងគឺគេហៅថា watermark នោះក៏ដូចជា logo ដែរវាបញ្ជាក់អំពីកម្មសិទ្ធិបញ្ញាដែលគេដាក់នៅលើ logo ដូចគ្នាអញ្ចឹងទាំងនោះក៏ជា logo ដែលគេបង្ហាញដែរនេះគឺជាអត្ថន័យនៅក្នុងការប្រើប្រាស់ logo អញ្ចឹងតួនាទីរបស់ logo ហ្នឹងគឺជាអ្វីគឺជា brand ឬក៏ជាអត្តសញ្ញាណផ្សេងដែលបងប្អូនបានមើលឃើញបានគេបញ្ជាក់អំពីអត្តសញ្ញាណនីមួយឧទាហរណ៍ថានៅក្នុងបណ្ដាញសង្គមរបស់យើងមានដូចជា app TikTok ក៏មាន logo របស់ TikTok នៅក្នុង YouTube មាន logo របស់ YouTube ហើយក៏ជាផ្នែកនីមួយដែលគេបញ្ជាក់អំពីអត្តសញ្ញាណនីមួយនេះគឺជាផ្នែកសំខាន់ឬក៏តួនាទីសំខាន់របស់ logo ដែរហើយប្រភេទ logo របស់យើងមិនមែនមានតែមួយទេបាទ logo របស់យើងគឺមានច្រើនមានដូចជាប្រភេទ watermark បែបនេះហើយមាន logo ដែលមានតែរូបធម្មតាមួយទៀតមាន logo ដែលមានផ្សំជាមួយឧទាហរណ៍ថានៅ Adidas ដូចគ្នា
គឺជា logo មួយបើសិនជាយើងលុប Adidas នេះខាងក្រោមនេះចេញកន្លែងតិចនេះយើងបង្កើតជាសង្ស័យថា logo នោះទៅជា logo ដែលបង្កើតអំពីការផ្គត់ផ្គង់ទៅលើបណ្ដាញ network ឬក៏សេវាកម្មបែបទូរគមនាគមន៍វិញតែបើសិនជាយើងបានលាយជាមួយនឹងតិចបែបនេះហើយនឹងផ្នែកសំខាន់ៗនេះវាជាអត្ថន័យដែលបង្ហាញអំពីប្រភេទនីមួយៗនៅក្នុង logo របស់យើងផងដែរអញ្ចឹងនៅក្នុងទ្រឹស្ដីរបស់យើងគឺ logo មានដូចជា word mark មានដូចជា letter mark មាន symbol មាន icon ហើយនឹង combination mark ឬក៏មួយទៀតគេហៅថា watermark ដូចគ្នានេះគឺជាអ្វីដែលជាប្រភេទ logo នីមួយៗដែលបងប្អូនប្រកាសជាបានជួបមួយដងនៅក្នុងជីវិតរបស់យើងដែលជាសកម្មភាពរាល់ថ្ងៃដែលយើងបានឃើញដូចគ្នាអញ្ចឹងបងប្អូនអាចស្វែងយល់ទៅហើយបើសិនជាមានផ្នែកណាមួយដែលបងប្អូនអត់ទាន់យល់ថានីមួយផ្នែកនីមួយៗនេះចង់បញ្ជាក់អំពីអ្វីដែលគេប្រើប្រាស់យ៉ាងដូចម្ដេចបងប្អូនអាច Google បន្ថែមឬក៏អាចសួរមកខាងលោកគ្រូក៏បានដែលលោកគ្រូវាចាំជួយសម្របសម្រួលបងប្អូនដូចគ្នាបាទអញ្ចឹងនៅក្នុងនេះគឺលោកគ្រូនឹងមានវីដេអូជំនួយស្មារតីមួយដើម្បីជួយទៅកាន់បងប្អូនទាំងអស់គ្នាដើម្បីឲ្យស្វែងយល់អំពីផ្នែកមួយចំនួនថាយើងdesign ទៅលើ logo ហ្នឹងគឺ logo ហ្នឹងយើងចូលទៅ design បែបណាតើមានក្បួនខ្នាតយ៉ាងដូចម្ដេចដើម្បី design logo បានតើមានកលឹះអីខ្លះឬក៏មានចំណុចសំខាន់អីខ្លះដែលយើងត្រូវស្វែងយល់បានអញ្ចឹងនៅក្នុងវីដេអូនេះបងប្អូននឹងអាចស្វែងយល់បានមួយចំនួនហើយបងប្អូនអាចសិក្សាបំពេញបន្ថែមទៀតនៅពេលម៉ោងទំនេររបស់យើងបានដូចគ្នាបាទអញ្ចឹងបងប្អូនអាចចូលទៅមើលវីដេអូជំនួយស្មារតីរបស់គ្នាហើយបន្តិចទៀតយើងនឹងមកជួបគ្នាវិញបាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងពេលនេះលោកគ្រូនឹងមកណែនាំអំពីការចូលទៅប្រើប្រាស់ជាមួយនឹងការរចនា logo របស់យើងហើយបងប្អូនធ្លាប់ដឹងដែរថា logo របស់យើងនីមួយៗការ design នីមួយៗគឺវាតើតែមានជាមួយនឹងគោលគំនិតហើយមួយទៀតគឺគោលបំណងច្បាស់លាស់ក្នុងការ design logo នីមួយៗអញ្ចឹងពេលនេះលោកគ្រូគាត់ទៅចូលទៅបើកជាមួយនឹង logo មួយចំនួនទេហើយឲ្យបងប្អូនស្វែងយល់ថាតើអ្វីទៅគឺជា logo ហ្នឹងអញ្ចឹងយើងចូលទៅកន្លែង search របស់យើងបើយើង search យក logo អញ្ចឹងបងប្អូនប្រកាសជាឃើញជាមួយនឹង logo ជាច្រើនเนาะបាទអញ្ចឹងមាន logo ផ្សេងៗទៀតដែលយើងអាចប្រើប្រាស់បានដូចជា T-shirt អីនឹងជាដើមនេះគឺជា logo ដែលយើងនឹងបំរុងនៅក្នុងប្រើនៅក្នុងពេលបន្តិចទៀតតែពេលនេះលោកគ្រូគាត់ចង់បង្ហាញបងប្អូនថាតើអ្វីទៅគឺជា logo ដែលយើង design ទូទៅធម្មតាហ្នឹងហើយយើងអាច design ដោយរបៀបណាអញ្ចឹងជាមូលដ្ឋាននៅក្នុងការ design logo យើងមិនទាន់អាចគិតពីទំហំទូទៅអីឥឡូវលោកគ្រូគាត់ចង់ឲ្យបងប្អូនសាកល្បងក្នុងការកំណត់ទៅតាមទំហំជាក់ស្ដែងទូទៅមួយចំនួនសិនឧទាហរណ៍លោកគ្រូចង់បាន200គុណជាមួយនឹង200 pixel ដូចគ្នាហើយលោកគ្រូ create មកអញ្ចឹងនេះគឺជាបានជាមួយនឹង template សំទុះគឺទំហំទទេមួយដែលយើងបំរុងនៅក្នុងការ design logo ហើយ logo ហ្នឹងគឺបងប្អូនអាចចូលទៅ search មើលនៅក្នុង element ក៏បានឬក៏ចូលទៅក្នុង template ហើយយើងអាច search ជាមួយនឹង logo របស់យើងទៅយើងអាចឃើញថាតើ logo ហ្នឹងគឺមានស្ថានភាពឬក៏ត្រង់ទាននោះគឺបែបណានេះគឺជា logo ដែលយើងនឹងមើលឃើញហើយ logo គឺយើងអាចធ្វើការ design និងអាចកែតម្រូវមួយចំនួនទៀតពាក់ព័ន្ធជាមួយនឹងការកែប្រែឬក៏ការរចនាផ្សេងៗអញ្ចឹងឥឡូវ logo សូមដាក់ logo មួយចូលមកក្នុងការងាររបស់យើងហើយលោកគ្រូក៏នឹងចង់បងប្អូនស្វែងយល់ថាតើ logo នោះគឺជាអ្វី logo គឺជារូបតំណាងមួយដែលមានជាមួយនឹងរូបតំណាងមានជាមួយនឹងប្រធានបទរបស់គាត់ច្បាស់លាស់ហើយមានជាមួយនឹងខ្លឹមសារត្រឹមត្រូវដែលបង្ហាញអំពីអត្តសញ្ញាណមួយដែលមើលឃើញពិតស្ដែងនៅក្នុងប្រធានបទរបស់យើងមួយអញ្ចឹងអត់ខុសទេបើសិនជាយើងចង់ design logo នេះគឺយើងអាចមើលទៅលើ template ក៏បានឬក៏បងប្អូនអាច design ដោយខ្លួនឯងក៏បានដែរអញ្ចឹងលោកគ្រូគាត់តែចង់ឲ្យបងប្អូនយល់ថាតើអ្វីទៅគឺជា logo តើអ្វីទៅគឺជានិមិត្តសញ្ញាដែលយើងអាច design ទៅបានហើយនិមិត្តសញ្ញាទាំងអស់នេះគឺយើង design បានទូទៅធម្មតាទេអត់មានបញ្ហាទេប៉ុន្តែគ្រាន់តែយើងដឹងថា logo គឺចង់សម្គាល់ទៅលើអីហើយពេលចង់ design ដូចគ្នាយើងអាចចូលទៅកម្មវិធី Canva របស់យើងអាចចូលទៅបង្កើត project ថ្មីក៏បានឬក៏យើងអាចចូលទៅបង្កើតជាមួយ template ក៏បានឬក៏យើងអាចបង្កើតជាមួយនឹងទំព័រមានស្រាប់ដូច template ដូចគ្រូជំរាបជូនហ្នឹងគឺដូចគ្នាដែរជាយើងអាចទៅ search មើលបានយើងចូលទៅ template យើងដាក់ logo ទៅប្រកាសឃើញ logo ជាច្រើនដែលយើងអាចបង្ហាញហើយនឹងអាចមើលឃើញបានទូទៅเนาะបើអញ្ចឹងនេះគឺជាអត្តសញ្ញាណរបស់ logo ហើយបន្តិចទៀតពេលដែលយើងធ្វើលំហាត់បងប្អូនប្រកាសជាឃើញហើយនឹងបានមើលឃើញថាតើlogo នីមួយៗហ្នឹងគឺគេនឹងរចនាបែបណាហើយគោលបំណងក្នុងការរចនា logo ហ្នឹងគឺយើងធ្វើបែបមិនដែរតែបានយើងអាចធ្វើការទៅបង្កើតជាមួយនឹង logo នីមួយៗបានហើយការ design logo របស់យើងនេះគឺជា template ទេតែយើងអាចទៅបង្កើតតាមអ្វីដែលលោកគ្រូបានបង្ហាញឧទាហរណ៍ដូចចឹងបង្កើត logo មួយបងអាចចូល
ទៅរើសយក size logo មួយហើយយើងអាចគូរជា sample មួយក៏បានដែរឥឡូវលោកគ្រូសូមបង្កើតជាមួយនឹង logo សាមញ្ញមួយយើងប្រើជាមួយនឹង shape របស់យើងហើយលោកគ្រូសូមប្រើ circle ចំនួន2ដើម្បីបង្កើតជា logo ទូទៅមួយដើម្បីបងប្អូនបានឃើញថាតើ logo របស់យើងនឹងអាចបង្កើតបានយ៉ាងដូចម្តេចដែរអញ្ចឹងលោកគ្រូសូម circle ចំនួន2ហើយលោកគ្រូសូម duplicate មួយដើម្បីឲ្យចេញជា2មកហើយដូរពណ៌ខាងក្រោយសូមដូរពណ៌ជាមួយនឹង background របស់យើងសិនឲ្យឃើញថាយើងបដូរពណ៌ទៅជាពណ៌អីវិញអូខេអញ្ចឹងយើងលោកគ្រូសូមបដូរពណ៌ទៅជាពណ៌រៀងនេះបន្តិចចុះមានលេខពណ៌ឆ្លាស់បន្តិចចុះដើម្បីឲ្យងាយនៅក្នុងការមើលបាទអញ្ចឹងលោកគ្រូសូមដូរ background ខាងក្រោយនេះទៅជាពណ៌សបាទទៅជាពណ៌សពណ៌នៅខាងណានេះពណ៌អូខេនេះពណ៌សទៅជាពណ៌សហើយ logo មួយទៀតរបស់យើងនេះគឺសូមបរួមបន្តិចមកបាទសូមទោសយើងបរួមបន្តិចទៅនេះចុះណោះបាទអញ្ចឹងសូមម្ដងទៀតសូមបរួមប៉ុណ្ណេះអូខេនេះគឺប្រហែលជាចិត្តបាន logo មួយហើយលោកគ្រូសូមសរសេរ text មួយមកដាក់ text មួយមកបាទ text មួយមកដាក់ថាបាទឬក៏ heading ក៏បានដែរ heading របស់យើងនេះជាប់ជាមួយ alignment អញ្ចឹងយើងសូមឲ្យវាជាមួយ page មែនទេអញ្ចឹងសូម back ទៅក្រោយសិនណាបាទ back សិនហើយយើងដាក់ជាមួយនឹង heading ម្ដងទៀត heading របស់យើងនេះយើងអាចសរសេរបានថាបាទ Canva class មកហើយយើងដាក់នៅខាងលើនេះអញ្ចឹងយើងអាចដាក់ effect បានតើមិនអញ្ចឹងបាទមិនមែន animation ទេណាសូមដាក់ effect យើងដាក់ effect យើងចង់បាន logo របស់យើងកោងអញ្ចឹង logo របស់យើងកោងនេះហើយយើងមើលទំហំកោងរបស់យើងប៉ុណ្ណាបងប្អូនអាចកំណត់បានឧទាហរណ៍កោងទំហំប៉ុណ្នេះចុះបាទអញ្ចឹងមកឡើយយើងសាកបង្កើន opacity វាមកអញ្ចឹងទំហំការកោងរបស់យើងនោះគឺនឹងវាមិននឹងរីកទៅតាមអ្វីដែលយើងបាន design នឹងហើយយើងអាចដាក់ឲ្យកោងតិចទៀតបាទអញ្ចឹងគ្នាយើងឆ្ងល់ថាហេតុអីបានគេធ្វើឲ្យវាកោងបានណាបាទអញ្ចឹងគេធ្វើបែបហ្នឹងឯងអូខេអញ្ចឹងមកគាត់ Canva class មួយបន្តមកទៀតលោកគ្រូសុំទៅយកជាមួយ element មួយទៅ element មួយសុំយកអីបាទបើទៅក្រោយវិញយើងយកជាមួយនឹង symbol ឬក៏គេសរសេរមក symbol symbol បាទ symbol អូខេម៉ាត់ symbol ក៏បានអញ្ចឹងយក symbol មួយចំនួនមកយើងយកមកដាក់នៅក្នុង logo របស់យើងឥឡូវលោកគ្រូសុំដាក់ 3D ទៅចុះណោះបាទដាក់ 3D វានឹងយូរបន្តិចដោយសារតែ 3D វាត្រូវការ render យូរអញ្ចឹងបាន symbol មួយហើយដាក់នៅចំកណ្ដាលត្រង់នេះបាទ Canva class របស់យើងបន្តមកទៀតដាក់នៅខាងក្រោមបង្កើត text មួយទៀតដាក់ជាមួយនឹងសរសេរខ្មែរហ្មងទៅណោះថ្នាក់ទី10អូខេមុខវិជ្ជាមូលដ្ឋានគ្រឹះគេមូលដ្ឋានគ្រឹះរចនាអូខេហើយយើងអូយមកខាងក្រោមបន្តិចមកបាទអូមកខាងនេះហើយយើងដាក់ effect ឲ្យដល់ពេលរបស់យើងអូខេដាក់អញ្ចេះហើយយើងបំបល់មកអូខេបំបល់ចេះមកអូខេយើងបរិចជាមួយនឹង circle របស់យើងឲ្យវាធំតាមអ្វីដែលយើងចង់បានហើយពង្រីក font របស់យើងពង្រីក font ឲ្យសមសិនហើយចាំយើងសាកល្បងកែជាមួយនឹង circle ហើយចាំយើងអូសវាមកចំកន្លែងនេះជាការរចនាបែបទូទៅទេណាបាទ
ចឹងបងប្អូនមានគំនិតយោបល់ឬក៏មតិដែលបងប្អូនចង់ design logo របស់យើងដូចជា logo ថ្នាក់រៀនឬក៏ logo របស់យើងផ្សេងៗហ្នឹងយើងអាច design តាមនោះបានបាទនេះគឺជា logo ដែលលោកគ្រូចង់បង្ហាញបងប្អូនអំពីការ design របស់យើងហើយយើងអាច download យើងអាចកែប្រែឬក៏យើងកែជាមួយ font របស់យើងនេះឲ្យសមស្របទៅតាម font របស់យើងនីមួយៗមកដើម្បីកុំឲ្យវាច្រឡំគ្នាបាទព្រោះធម្មតានៅក្នុង Canva មានបញ្ហាជាមួយ font ខ្មែរបន្តិចណាបាទអញ្ចឹងយើងអាចកែទៅរក font មួយណាដែលឲ្យត្រូវជាមួយនឹងឲ្យត្រូវស្រៈត្រូវជើងរបស់យើងឲ្យបានអត្ថបទរបស់យើងឲ្យអានទៅងាយយល់ឬក៏ងាយនៅក្នុងការអានទូទៅធម្មតាឧទាហរណ៍គ្រូសន្មតយកបណ្ដេញចុះជាលោកគ្រូបាន logo មួយបាត់ហើយអញ្ចឹងយើងអាចយកទៅប្រើបាននេះគឺជាមូលដ្ឋានគ្រឹះហើយជាអ្វីដែលលោកគ្រូចង់បង្ហាញបងប្អូនអំពីការចូល design ជាដំបូងក្នុងការបង្កើត logo របស់យើងបាទសូមអរគុណបាទអញ្ចឹងបន្ទាប់ពីបងប្អូនបានសិក្សាឬក៏បានជួបជាមួយនឹងការបង្ហាញរបស់លោកគ្រូជាមួយក្នុងវីដេអូជាមួយស្មារតីមុននេះបន្តិចเนาะបាទលោកគ្រូជឿថាបងប្អូនប្រកាសជាស្វែងយល់ថា logo របស់យើងគឺត្រូវការ design បែបណាទំហំយ៉ាងម៉េចហើយការអនុវត្តនោះគឺយើងចូលទៅ design បែបណាអញ្ចឹងនៅក្នុងកម្មវិធី Canva របស់យើងងាយស្រួលទេយើងមាន platform ស្រាប់ៗយើងមានកន្លែងដែលយើងអាចចូលទៅបានយ៉ាងងាយស្រួលហើយកំណត់ទំហំបានដោយខ្លួនឯងទៀតបើអញ្ចឹងសកម្មភាពរបស់លោកគ្រូគឺមាន2សកម្មភាពទូទៅគឺនៅក្នុងដំណាក់កាលទី1នេះលោកគ្រូចង់ឲ្យបងប្អូនបានលំហាត់ទី1លោកគ្រូចង់ឲ្យបងប្អូនធ្វើការ design logo មួយសម្រាប់ហាងកាហ្វេเนาะបាទអញ្ចឹងយើងចូលទៅថាហាងកាហ្វេរបស់យើងនោះមានទម្រង់បែបណាដែរលោកគ្រូចង់ឲ្យសាកល្បងធ្វើការ design ដោយខ្លួនឯងសិនណាកុំទាន់ប្រើប្រាស់ជាមួយ template បាទ template យើងចេះប្រើហើយបងប្អូនអាចចូលទៅ design តាមអ្វីដែលបងប្អូនយល់តាមអ្វីដែលបងប្អូនគូចេញមកតើវាយើងចេញទៅជារូបរាងបែបណាបាទលទ្ធផលយ៉ាងណាយើងនឹងជួបគ្នាបន្តិចទៀតមួយទៀតគឺលោកគ្រូចង់ឲ្យបងប្អូនធ្វើសាកល្បង design logo មួយសម្រាប់ក្រុមសិក្សារបស់បងប្អូនក្នុងក្រុមរបស់យើងក៏អាច design logo មួយដើម្បីជាតសញ្ញាណរបស់យើងផងដែរក្នុងថ្នាក់រៀនរបស់យើងក៏មាន logo មួយដែរឧទាហរណ៍ដូចជានៅក្នុងតារាងបាល់ទាត់ឬក៏ក្រុមបាល់ទាត់មាន logo មួយដែលយើងក្នុងគ្នាហូជូនគាត់ទៅបាទអញ្ចឹងអាចធ្វើជា logo មួយដើម្បីជាអត្តសញ្ញាណរបស់យើងឬក៏បងប្អូនដែលជាសមាជិកក្រុមបាល់ទាត់អាច design logo ផ្ទាល់ខ្លួនរបស់យើងដើម្បីធ្វើជាអត្តសញ្ញាណរបស់យើងអាច print ទៅយើងអាចបង្ហាញថាអត្តសញ្ញាណរបស់យើងបែបចេះបាទហើយសម្រាប់សកម្មភាពទី2ក្នុងលំហាត់ទី3លោកគ្រូចង់ឲ្យបងប្អូនបង្កើតជាមួយនឹង brand identify មួយជាមួយនឹង mini set បាទអញ្ចឹងពេលនេះលោកគ្រូចង់ឲ្យបងប្អូនបង្កើតជា logo មួយនៅក្នុងនោះគឺមានផ្សំជាមួយនឹង color ផងបាទជាមួយនឹង color palette នេះឲ្យលាយ logo របស់យើងធ្វើយ៉ាងម៉េចឲ្យបាន3ពណ៌នៅក្នុងនោះគឺត្រូវតែមាន font style បាទ complete ដាក់ font ចូលផងបាទ logo របស់យើងមាន font ហើយបន្តមកទៀតមាន color ហើយដាក់រូបភាពផងបើសិនពីបងប្អូនចង់ដាក់ណាបាទហើយត្រូវការដាក់មាន font មួយដើម្បីបញ្ជាក់ថា logo បងប្អូននឹងគឺជា logo ធ្វើអំពីអ្វី logo របស់យើង logo របស់ក្រុមឬក៏ logo ផ្សេងៗទៀតឬក៏ logo អំពីហាងផ្សេងៗដែលបងប្អូនគិតថាសមស្របជាមួយនឹងប្រធានបទរបស់យើងបន្តមកទៀតបងប្អូនអាចទៅស្រាវជ្រាវបំពេញបន្ថែមមួយទៀតបាទលោកគ្រូចង់ឲ្យបងប្អូនដាក់ជាមួយនឹង mock up ដើម្បីដាក់ផលិតផលទៅលើ T-shirt ឬក៏ card របស់យើងបាទអញ្ចឹង mock up ហ្នឹងគឺបងប្អូនអាចចូលទៅ search ពេញបន្ថែមទៀតណាបាទ mock up ហ្នឹងគឺនៅក្នុង element ដូចគ្នាអញ្ចឹងវាជាផ្នែកមួយសម្រាប់ការ design ទៅលើ logo បានដូចគ្នាបាទអញ្ចឹងបងប្អូនមានពេលរយៈពេល25នាទីเนาะបាទអញ្ចឹងយើងនឹងជួបគ្នានៅ25នាទីក្រោយ
បាទអញ្ចឹងនៅវគ្គនេះលោកគ្រូសង្ឃឹមថាបងប្អូននឹងស្វែងយល់អំពីជាមូលដ្ឋាននៅក្នុងការ design logo របស់យើងហើយលោកគ្រូជឿថាបងប្អូនអាចស្វែងយល់អំពី logo ហើយនឹងអត្ថន័យមួយចំនួនបើទោះជាវាមិនទាន់ពេញលេញត្រឹមត្រូវយ៉ាងណាក៏ដោយឬក៏បងប្អូនអាចនឹងមានកន្លែងខ្លះសុពិចសុពិលបងប្អូនអាចសិក្សាបំពេញបន្ថែមឬក៏បងប្អូនអាចទៅមើលវីដេអូរបស់គ្រូថយក្រោយវិញក៏បានដែរមិនចឹងណោះបាទអញ្ចឹងនៅពេលនេះលោកគ្រូមានសំណួរ3ដើម្បីផ្សារភ្ជាប់ជាមួយមេរៀនរបស់យើងហើយលោកគ្រូចង់ដឹងថាតើបងប្អូនបានយល់អ្វីខ្លះអំពីការ design logo តើបងប្អូនយល់អ្វីខ្លះអំពីអត្ថន័យនីមួយៗក្នុងការ design logo របស់យើងដូចគ្នាអញ្ចឹងលោកគ្រូមានសំណួរចំនួន3បាទសំណួរទី1សួរថាតើ logo មានតួនាទីអ្វីបាទសម្រាប់យើងទាំងអស់គ្នានោះបាទអញ្ចឹងតើ logo នឹងមានតួនាទីអីបាទមួយទៀតតើហេតុអ្វីបានជាត្រូវរចនា logo របស់យើងឲ្យសាមញ្ញបាទអញ្ចឹង logo របស់យើងគួរធ្វើយ៉ាងណាឲ្យសាមញ្ញណោះងាយយល់ដូច Facebook និង YouTube អញ្ចឹងមើលទៅដឹងថាធ្វើអីហើយសំណួរទី3សួរថាប្រសិនបើ logo មួយស្មុគស្មាញតើនឹងមានបញ្ហាអ្វីកើតឡើងបាទតោះហ្នឹងណាបាទអញ្ចឹងសំណួរនេះបងប្អូនអាចសួរសាកគិតដល់ខ្លួនឯងណោះបាទសាកគិតដល់ខ្លួនឯងហើយសាកឆ្លើយនៅក្នុងថ្នាក់រៀនរបស់យើងទៅថា logo មានតួនាទីសម្រាប់ធ្វើអីបាទហើយហេតុអីបានយើង logo ត្រូវតែ design ឲ្យសាមញ្ញមួយទៀតតើ logo បើសិនជាស្មុគស្មាញនោះនឹងមានរឿងអីកើតឡើងបាទអញ្ចឹងបងប្អូនអាចសាកល្បងឆ្លើយនៅក្នុង platform ទូរទស្សន៍សិក្សាក៏បានលោកគ្រូចាស់សម្របសម្រួលហើយអាចឆ្លើយក្នុងថ្នាក់រៀនរបស់យើងបានដូចគ្នាណោះបាទអញ្ចឹងនៅវគ្គនេះលោកគ្រូសូមអរគុណច្រើនដល់បងប្អូនដែលបានចូលរួមអនុវត្តនិងបានចូលរួមសិក្សាទាំងអស់គ្នាលោកគ្រូសង្ឃឹមថា logo នីមួយៗនឹងមានអត្ថន័យហើយបងប្អូននឹងអាច design បានដោយខ្លួនឯងនិងស្វែងយល់អំពីការ design logo បានដូចគ្នាបានអញ្ចឹងវគ្គនេះលោកគ្រូសូមអរគុណច្រើនបងប្អូនដែលបានចំណាយពេលដ៏មានតម្លៃនៅក្នុងការចូលរួមតាមដានសិក្សាទាំងអស់គ្នាហើយខ្ញុំបានក៏សូមអរគុណដល់លោកគ្រូអ្នកគ្រូដែលជាគ្រូបង្គោលតាមទីតាំងនីមួយៗដែលបានជួយសម្របសម្រួលទៅកាន់បងប្អូនទាំងអស់គ្នាឲ្យបានអនុវត្តនិងបានផ្ញើកិច្ចការបងប្អូនមកកាន់ក្រុម Telegram របស់យើងដើម្បីខ្ញុំបានពិនិត្យបានដូចគ្នាណោះបាទអញ្ចឹងពេលនេះខ្ញុំបាទសូមអរគុណច្រើនយើងនឹងជួបគ្នានៅវគ្គក្រោយបន្តទៀតសូមអរគុណ